បាទឥឡូវនេះយើងលោកគ្រូនឹងបង្ហាញពីលក្ខណៈគេហៅថា robotic វិញម្ដងដែលយើងអាចចុះបន្ទាត់ទៅតាម page របស់យើងដែលបាន browser Brave Pro គឺវាអាចកំណត់ default របស់វាបានផងដែរបាទគឺយើងប្រើប្រាស់ word function បាទនេះជា function មួយដែលយើងប្រើសម្រាប់គេហៅថាទម្លាក់អក្សរឬក៏ word ទៅតាមចំនួនពាក្យដែលយើងចង់បានឥឡូវយើងចូលទៅក្នុងbrowser របស់យើងបាទហើយយើងអាចចូលទៅក្នុងdrive C WAM បាទហើយយើងយក testing wordrock.php កាត់ file មួយបាទបន្ទាប់មកយើងអាចបង្កើតវាជាមួយនឹងបើកវាជា open ជាមួយនឹង Dream បាទអញ្ចឹងយើងចូលមក code ណាយើងអាច execute បើក PHP បន្ទាប់មកយើងសាកល្បងបង្កើត string មួយឈ្មោះថា array មួយឈ្មោះថា my string បាទហើយយើងអាចចូលអត្ថបទមួយចំនួនបាទយើងបញ្ចូលអត្ថបទcount has only and still newចាប់ពេលយើងវាអត្ថបទហើយយើងអាចបង្ហាញបាទបន្តមកយើង echo ok យើងអាច save អញ្ចឹងយើងអាចបើកយក folder វាយក test យក word បាទអញ្ចឹងឃើញអត្ថបទវានឹងធ្លាក់មកទៅតាមអ្វីដែលយើងបាន enter ទៅលេខនេះឃើញទេបាទអញ្ចឹងបើយើងចូល tab កន្លែងនេះវានឹងចូលតាមនឹងដែរហ្នឹងហៅ reptext មានន័យថាព័ត៌មានយើងយ៉ាងម៉េចវានឹងកំណត់បែបហ្នឹងឲ្យដែរ
អញ្ចឹងយើងអាច zoom ជាមួយនឹង code បាទអញ្ចឹងអស់លោកអាចកលេចឃើញមើលនេះគឺយើងចូលបន្ទាត់បាទបើយើងចូលបន្ទាត់វានឹងចូលឲ្យយើងដូចគ្នាអញ្ចឹងបើសិនជាយើងអាចធម្មតាហេព័ត៌មានវានឹងធ្លាក់មកដូចគ្នាអញ្ចឹងដែរនេះគឺវានឹងប្រើ /n ណាចុះបន្ទាត់គឺ /n ដែលយើងបាន enter មកយ៉ាងម៉េចគឺវាតម្លាក់មកតាមកំណត់ប៉ុន្តែទំហំតួអក្សរបំផុតរបស់វាហ្នឹងគឺវាអាចប្រហែលតែ70ទេណាបាទប៉ុន្តែយើងអាចកំណត់ខ្លីយើងនឹងបានបាទគឺយើងគ្រាន់តែបន្ថែមហ្នឹងខាម៉ាយើងដាក់នេះគេហៅចំនួនរបស់យើងគឺ40 character បាទsorry នេះបាទទំហំវាគឺសំដៅ75 width វាហ្នឹងគឺ75 default ណាបាទអញ្ចឹងយើងអាចដាក់40បាទនេះគឺ40វានឹងចុះឲ្យបន្ថែមទៀតបាទហើយ default វាគឺវាអាចយក /n ប្រគ្រប់ជាមួយនឹងតម្លៃរបស់យើងនឹងផងដែរបាទជាងនេះទៅទៀតយើងជា default វាគឺយក break វាគឺវាយក /n ប៉ុន្តែយើងអាចយក br បាទយើងអាចយក br បាននេះគឺយើងអាចយក br បានហេបាទអញ្ចឹងព័ត៌មានរបស់វាវានឹងកំណត់ឲ្យយើងអាចចូលបន្ទាត់បានយ៉ាងដូចម្ដេចប៉ុន្តែអស់លោកអាចកំណត់បានយ៉ាងងាយបន្ថែមទៀតដូចជាការប្រើប្រាស់គេហៅ parameter បន្ថែមរបស់វានោះគឺយើងអាចប្រើកាលណា true មានន័យថាពណ៌ហ្នឹងវាកាត់ធម្មតាទេតែតាមយើងកំណត់ប៉ុន្តែបើយើងដាក់ true default វាគឺ fail ណា save បាទយើងអាច refreshបាទអញ្ចឹងកន្លែងនេះគឺយើងអាចកំណត់បានដោយងាយឃើញទេអញ្ចឹងកាលណាយើងអត់ដាក់ true វាកាលណាដកបើពាក្យហ្នឹងវាជាប់គ្នាពាក្យជាប់គ្នាមានន័យថាវាអត់ធ្លាក់មកទេប៉ុន្តែបើយើងដាក់សំទោសដាក់ false គឺវាអត់ធ្លាក់មកទេ default ប៉ុន្តែបើដាក់ true វានឹងកាត់10គឺវាកាត់ចុះហើយណាបើអាហ្នឹងទោះបីពាក្យហ្នឹងវាជាប់គ្នាក៏ដោយប៉ុន្តែបើយើងអត់ទេគឺវាធ្លាក់មកពាក្យមួយចំនួនគឺវាអត់ធ្លាក់មកទេនេះបាទឃើញទេពាក្យហ្នឹងវាអត់ធ្លាក់មកទេណាឲ្យអញ្ចឹងពាក្យហ្នឹងបើសិនជាវាជាប់គ្នាវាជាប់រហូតបាទគឺវាអត់ធ្លាក់ឲ្យទេបាទប៉ុន្តែបើយើងដាក់ true មានន័យទោះបីជាប់គ្នាក៏វាកាត់យក10ហ្នឹងតម្លាក់ចុះដែរណាបាទអញ្ចឹងបើសិនជាមានបញ្ហាអីយើងអាចតាក់ទងមកលោកគ្រូផ្ទាល់បាទលោកគ្រូនៅបង្ហាញបន្ថែមទៀតបាទសូមអរគុណ